បូមឈាមខ្លួនឯងដើម្បីយកមកចម្រាញ់ធ្វើជាវីតាមីនព្យាបាលស្នាមខូងនៅលើស្បែកមុខ Welcome to my skin treatment journey episode 3 នៅក្នុង episode នេះគឺរឿងវែងតិចដោយសារខ្ញុំបង្ហាញរយៈពេលមួយអាទិត្យមកពី downtime បន្ទាប់ពីយើងធ្វើ TCA cross PRP ជាមួយនឹង RF នឹងហើយថ្ងៃទី1មកអត់មានហើមទេប៉ុន្តែវាក្រហមនៅកន្លែងដែលយើងចាក់មកជុលហើយចំពោះស្នាម TCA វាចាប់តាមប្រែពណ៌ទៅរៀងកម្ៅហើយយើងអត់អាចលាបអីផ្សេងបានទេប្រើតែ moisturizer ជាមួយនឹង sunscreen ទៅពីមុខនឹងគត់ moisturizer ដែលខ្ញុំប្រើគឺ Avanti Cafat នេះហើយយើងលាប sunscreen ខ្ញុំប្រភេទមុខប្រេងអញ្ចឹងខ្ញុំសួរខាងពេទ្យទៅគឺគាត់ recommend នឹងឲ្យខ្ញុំទិញពីខាង Unique Aesthetic នឹងដែរអានេះវារៀង tone up តិចៗដោយសារតែវាសារជាតិប្រភេទ sunblock អញ្ចឹងវា physical តាំងពីដើមមកខ្ញុំរៀងចូលចិត្ត physical ជាង chemical សម្រាប់ស្បែកដែល sensitive កំពុងតែព្យាបាលមុនលបោះអីអញ្ចឹងយើងប្រើប្រភេទ physical គឺវាល្អជាងថ្ងៃទី2ស្នាម TCA វាចាប់ផ្ដើមប្រែពីក្រហមមកខ្មៅហើយអាហ្នឹងវាកើតទៅជាកម្រដូចពេលដែលយើងមានលបោះលើស្បែកអញ្ចឹងដែរ Skin care routine រយៈពេលមួយអាទិត្យហ្នឹងគឺនៅដដែល moisturizer ជាមួយនឹង sunscreen តែពីមុខគត់ឃើញមុខវារៀងស្បែកម៉ត់ជាងមុនណាហើយនេះបើកន្លែងនេះខ្ញុំសង្កេតឃើញរៀងអន់ខ្មៅខ្ញុំកន្លែងនេះរបៀបដូចខូងសាច់ពីក្មេងមកសាឡាអញ្ចឹងទៅហើយដល់ពេលវាគ្រាន់តែខូតែវាអត់ខ្មៅមើលអត់ដឹងថាខ្លួនឯងមានសាឡានៅហ្នឹងខ្ញុំអត់ដឹងហងដល់ពេលខ្ញុំទៅបាញ់ essay order ហ្នឹងទៅស្រាប់តែវាជាប់ខ្មៅនៅកន្លែងហ្នឹងណាមានអារម្មណ៍ថាវារៀងអន់ជាងមុនបើខ្ញុំប្រៀបធៀបជាមួយហូបខ្ញុំចាស់វារៀងគីឡូរៀងភ្លឺពីក្នុងមកអញ្ចឹងណាហើយវារៀងម៉ត់ជាងមុនអត់ឃើញហ៊ុនញើសទេនៅតែអានេះយើងចាំមើលឲ្យវាបាត់ក្នុងរយៈពេលមួយអាទិត្យហ្នឹងទៅថ្ងៃទី3បន្ទាប់ពី RF ហើយនឹង TCA cross ហើយថ្ងៃហ្នឹងមុខខ្ញុំវារៀងលបតិចតែយើងធ្វើ RF ហ្នឹងវារៀងលបស្បែកយើងហុយខ្ញុំលបនៅកន្លែងនេះនៅថ្ងាសអីហើយវារៀងលមាស់ moisturizer ត្រូវលាបឲ្យជាប់ពេលដែលធ្វើឲ្យមុខរៀងស្ងួតកុំតែមានអាកាឡាខ្មៅផ្ទាំងហ្នឹងណានេះក៏ចឹងដែរនេះស្នាមកាឡា laser CO2 ហ្នឹងណាបើកុំមានអាហ្នឹង I think my pores and skin texture is already good just deal with that នេះស្នាមខ្មោចនេះតិចតួចទៅបាន laser ហើយវាទៅថែមអាហ្នឹងមកឲ្យយើងពិបាកហ្មងវាឃើញមុខយើងបតាក់ខ្មៅមួយទៀតសំខាន់គឺខ្ញុំខ្លាចថ្ងៃក្រោយទៅអាហ្នឹងវាខ្លាយទៅជាជួងអញ្ចឹងមិនខ្ញុំព្យាយាម treat វាហើយដល់ពេលដែលយើងលាប physical sunscreen មុខរបស់យើងគឺវារៀងហោះឃើញស្បែកសបកផ្សេងគ្នាជាមួយកនេះក៏សបកផ្សេងគ្នាកនេះលាបនេះបានរៀងចូលគ្នាមួយមុខបន្តិចថ្ងៃនេះខ្ញុំឃើញស្បែកបានគ្នាច្រើនវាអត់សូវក្រហមផ្ទាំងហើយអាកម្រនេះរៀងជ្រោះអស់ខ្លះហើយមុខលាងស្អាតអត់ទាន់លាបអីឥឡូវយើងទៅលាប moisturizer ជាមួយនឹង sunscreen ថ្ងៃនេះឃើញមុខរៀង clear ភ្លឺច្រើនភ្លឺជាងរាល់ថ្ងៃថតដាក់កាមេរ៉ាដាក់ភ្លើងអីដូចតែគ្នាចឹងអាស្នាមកម្រខ្មៅហ្នឹងគឺខ្ញុំជ្រូកអស់ហើយថ្ងៃនេះខ្ញុំឡើងមុនខ្ញុំហ៊ានញិចដោយសារវានៅចិត្តកម្រហ្នឹងហើយសម្រាប់ស្នាមខោងហ្នឹងនៅពេលដែលវាជ្រូកកម្រទៅគឺវាស្ដើងជាងមុនម្ដងតិចធ្វើវារហូតដល់តែដុសសាច់មកស្មើស្បែករបស់យើងបាត់ខោងវិញចឹងសម្រាប់ថ្ងៃនេះមុខខ្ញុំវារៀងមានរោហើយរៀងក្រហមអីតិចតួចអត់សូវស្មើសាច់ខ្ញុំថតមើលអត់ឃើញទេប៉ុន្តែថ្ងៃនេះគឺខ្ញុំឃើញស្បែករបស់ខ្ញុំចាប់ដើមរបករៀងស្ដើងពេញមុខមានអារម្មណ៍ថាវារៀងស្ងួតរៀងតឹងហើយអារបកហ្នឹងអត់អីទេគឺជាសញ្ញាល្អពេលដែលវារបកយើងមកស្បែករបស់យើងគឺនឹងឃើញភ្លឺថ្លាជាងមុនហើយធ្វើ RF ហ្នឹងណាពិតជាឃើញលទ្ធផលឃើញស្បែកភ្លឺល្អជាងមុនមែនហើយហ៊ុនញើសវិញគឺច្បាស់ជាងគេហ៊ុនញើសអ្នកនរនេះធ្វើចាប់ពី3ដងឡើងនឹងសង្កេតឃើញហ៊ុនញើសបាត់ច្រើនហ្មងថ្ងៃនេះថ្ងៃទី6ហើយស្នាម TCA cross ហ្នឹងគឺខ្ញុំជ្រូកកម្រហើយអស់ហើយអានេះមុននេះអាក្រហមនេះអត់ពាក់ព័ន្ធមួយនឹង TCA ហ្នឹងទេព្រោះរៀងក្តៅក្នុងអញ្ចឹងស្បែកមុខគឺវាមើលទៅវារៀង clear ប៉ុន្តែអាចចំណុចខ្មៅរៀងពពាវានៅអត់ទាន់ទេណាព្រោះខ្ញុំត្រូវធ្វើបានម្ដងត្រូវនៅធ្វើបន្តទៀតព្រោះគ្រូពេទ្យប្រាប់ដែរវាអាចចូលដល់ 5-6 ដងអីអញ្ចឹងបានខ្ញុំចាប់ផ្ដើមឃើញលទ្ធផលច្រើននេះតាមពិតមុខនៅក្រៅគឺវាចូលស្មើគ្នាអញ្ចេះហេអត់ឃើញទាំងដុំដូចមិញពេកទេដោយសារខ្ញុំបាញ់ភ្លើងខ្លាំងខ្ញុំធ្វើវីដេអូនេះគឺដើម្បីទុកប្រៀបធៀបគ្នាទៅ6ខែក្រោយអញ្ចឹងអានេះគ្រូពេទ្យបានប្រាប់ហើយរយៈពេលស្បែកមុខខ្ញុំក៏ត្រូវចំណាយពេលអស់1ឆ្នាំដែរបានយើងអាចឃើញថានឹងបាត់ឬក៏វាដូចថាលទ្ធផលបានខ្ពស់អញ្ចឹងថ្ងៃទី7លាស្នាមអស់លីងហើយតែនៅស្នាមមុននេះម្ដង
Nên đó thì bờ tam trong mớ em snam để dương thua TCA nó mẹ rộng thay với hiện hệ chuyên môn hiện hệ chuyên môn tích ui ngợp chứ bà các bạn chờ nó này đó thì nhóm hiện stay hồn nha để xa tại nhưng mà hiện exfoliate trong một nhóm visible môn của bà các bạn á ngay đi nhóm đô sunscreen nhóm per cans bỏ chân đi với để xa anh ấy vì admin vai cans nhóm thử trên tất cả cũng ở việc có so tính mất về hay nhóm mà per này bị lơ tại dương thật đi pin điểm này chứ nhóm đã anh ấy mà điểm đọc với video nắng nông nghiệp em per ngày và tôi bị TCA cho mọi người ở nắng ok này là đi bye bye